សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំចង់និយាយតាក់ទងជាមួយនឹងការប្រៀបធៀប YouTube ជាមួយនឹងការមានផ្ទះជួលហើយខ្ញុំបានផុសជាគម្របសភៅ e-book មួយដែលខ្ញុំកំពុងតែសាកល្បងតែខ្ញុំអត់ទាន់មានពេលសរសេរទេខ្ញុំគ្រាន់តែមានគំនិតហ្នឹងហើយប្រហែលជាមួយខែឬក៏2ខែទៀតទើបខ្ញុំអាចសរសេរសភៅនឹងចេញសារឥឡូវខ្ញុំជាប់សរសេរសភៅផ្សេងដែរតែខ្ញុំអាចធ្វើជាវីដេអូបានដោយសារវីដេអូយើងអាចនិយាយបានលឿនជាងលើខ្ញុំនិយាយពីមូលហេតុដែលខ្ញុំប្រៀបធៀបវាជាមួយនឹងការមានផ្ទះជួលដោយសារតែខ្ញុំមានបងប្អូនដែលគាត់ដាក់ផ្ទះជួលហើយគាត់បានចំណូលប្រចាំខែរាល់ថ្ងៃហើយផ្ទះខ្ញុំផ្ទះទូចនៅឥឡូវហ្នឹងកាលពីមុនក៏ធ្លាប់ដាក់ជួលដែរមួយខែបាន160ដល់ពេលដែលខ្ញុំឃើញតម្លៃផ្ទះដែលយើងជួលឲ្យគេហ្នឹងហើយជាមួយនឹងអ្វីដែល channel YouTube ខ្ញុំអាចរកបានខ្ញុំគិតទៅថាវាស្រដៀងគ្នាដែរវាអត់សូវខុសគ្នាទេឥឡូវអ្នកនរគ្នាសាកគិតមើលយកទៅប្រៀបធៀបគ្នាផ្ទះជួលវារលុយឲ្យយើងរាល់ខែ Channel YouTube គឺវារលុយឲ្យយើងរាល់ខែពី advertise ផ្ទះរបស់យើងនឹងទាមទារឲ្យយើងទៅជួសជុលទៅថែរក្សាបដូរនេះបដូរនោះ YouTube ក៏ដូចគ្នាដែរ Channel របស់យើងមិនមែនធ្វើឲ្យម្ដងទុកចោលកាទេយើងត្រូវការបន្ថែមវីដេអូថ្មីយើងត្រូវការទៅ update អ្នកដែលគាត់តាមដានយើងពីនេះពីនោះពេលខ្លះទៅយើងត្រូវផ្លាស់ប្ដូររូបភាព banner ដើម្បីឲ្យវាមើលទៅឃើញថ្មីហើយបើសិនជាយើងនិយាយអំពីតម្លៃផ្ទះហ្នឹងទុកកាន់តែយូរទោះបីជាជួលគេមែនតម្លៃហ្នឹងវាចេះតែឡើង Channel YouTube ក៏ដូចគ្នាដែរនៅពេលយើងធ្វើយូរទៅយើងមានវីដេអូនៅក្នុង library យើងកាន់តែច្រើនយើងរកលុយបានកាន់តែច្រើន RPM យើងក៏ឡើងទៅតាមនឹងដូចគ្នាដែរអញ្ចឹងដល់ពេលដែលខ្ញុំប្រៀបធៀបគ្នាយូរទៅខ្ញុំឃើញថា YouTube គឺជាផ្ទះជួលមួយប៉ុន្តែជាលក្ខណៈ digital ហើយអ្នកណាគេក៏អាចចាប់ផ្ដើមបានដែរឲ្យតែគាត់ដាក់ចិត្តថាចង់បង្កើតមាតិកាខ្លួនឯង YouTube មិនមែនសម្រាប់អ្នកដែលធ្វើលេងទេអ្នកដែលធ្វើ hobby នេះគឺខ្ញុំអត់និយាយទេពីព្រោះពួកគាត់អត់ខ្វល់ពីការរកចំណូលឬក៏អត្ថប្រយោជន៍ផ្សេងទៀតដែលបានមកពី YouTube ទេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងរៀបរាប់ប្រាប់អ្នកនរគ្នាពីការចាប់ផ្ដើមពីអត្ថប្រយោជន៍ហើយនឹងផ្លាស់ប្ដូរអ្នកនរគ្នាមើលឃើញថា Channel YouTube គឺជាការវិនិយោគមួយដែលយើងធ្វើសម្រាប់លុយកាក់របស់យើងនៅថ្ងៃក្រោយលើកទី1ខ្ញុំនិយាយអំពីការធ្វើ YouTube តើអ្នកណាគេអាចធ្វើបានបើនិយាយស្រួលស្ដាប់អ្នកណាគេក៏អាចធ្វើបានដែរអាយុប៉ុណ្ណាក៏អាចធ្វើបានដែរបើសិនជាអ្នកគ្នាប្រើប្រាស់ YouTube យូរឃើញថា creator មានខុសៗគ្នាពីក្មេងដល់ចាស់ចំណុចមួយនេះហើយដែលធ្វើឲ្យការបង្កើត channel YouTube ហ្នឹងមើលទៅហាក់ដូចជាល្អជាងការហក់ចូលទៅក្នុងវិនិយោគលើផ្ទះយើងគ្មានលុយទៅទិញផ្ទះទេលើខ្ញុំឧទាហរណ៍ដូចខ្ញុំអញ្ចឹងអាយុ30អត់មានលុយទិញផ្ទះទេរាល់ថ្ងៃនៅផ្ទះម៉ែឪចែកឲ្យប៉ុន្តែ YouTube អត់អញ្ចឹងទេស្អុយណាស់អ្នកនរគ្នាត្រូវការលុយប្រហែលជាប្រហែល100ដើម្បីរៀបចំ set up computer ជាមួយនឹងគ្រឿងថតនឹងតែប៉ុណ្ណឹងហើយយើងអាចចាប់ផ្ដើមធ្វើបានហើយតើគេរកលុយតាមរបៀបណាអញ្ចឹងមកដល់កន្លែងនេះយើងនិយាយពី monetization ដែលមាននៅលើ YouTube វាមានច្រើនហើយនៅស្រុកខ្មែរយើងវាអត់ដើរទាំងអស់ទេអ្វីដែលវាដើរគឺមានតែមួយទេគឺ AdSense លុយពីការមើលពាណិជ្ជកម្មបើសិនជានៅស្រុកគេវាមាន sponsorship វាមាន affiliate marketing វាមានពួក super chat មានអីច្រើនតែនៅយើងនេះគឺវាអត់ដើរអស់ហ្នឹងវាដើរបានតែ ad មួយតែក្រៅពីចំណូលដែលយើងពឹងទៅលើ YouTube ហ្នឹងយើងអាចមានចំណូលផ្សេងទៀតដែរយើងអាចផ្សព្វផ្សាយពីអ្វីដែលយើងលក់យើងអាចផ្សព្វផ្សាយពីអ្វីដែលអ្នកដទៃលក់បើសិនជាគេជួលយើងហើយបើយើងមានសេវាកម្មខ្លួនឯងយើងក៏អាចដាក់សេវាកម្មយើងនៅលើ YouTube នឹងបានដូចគ្នាការប្រើប្រាស់ YouTube គឺអាចបត់បែនទៅតាមគោលបំណងដែលយើងចង់បង្កើតប្រាក់ចំណូលចំណែកវិភាគរឿងដែលខ្ញុំធ្វើគោលបំណងធំគឺដើម្បីទាញចំណូលពី AdSense ទោះបីជាពេលខ្លះខ្ញុំផ្សព្វផ្សាយតាក់ទងនឹងសភៅឬក៏ថ្នាក់រៀនក៏ដោយតែអានឹងមិនមែនជាគោលទេពីព្រោះខ្ញុំដឹងថាអ្នកដែលគាត់ចូលមកមើល channel របស់ខ្ញុំហ្នឹងគាត់មិនមែនចង់មកដើម្បីរៀនដើម្បីទិញសភៅទេក៏គ្រាន់តែចង់មកស្ដាប់ដើម្បីកែអបសុកឬក៏ស្ដាប់ដើម្បីដេកលក់ស្រួលអានេះជា comment ដែលខ្ញុំទទួលបានតែខ្ញុំអាចឆ្លៀតផ្សព្វផ្សាយខ្លួនឯងតិចៗបានដែរពីព្រោះយើងមានអ្នកមើលឃើញច្រើនអញ្ចឹងការរកចំណូលពី YouTube វាមានប៉ុណ្ណឹងសម្រាប់ស្រុកខ្មែរយើងឥឡូវនេះបើសិនជាថ្ងៃក្រោយទៅវាបើក sponsorship វាបើក affiliate marketing អីទូលំទូលាយអាហ្នឹងគឺយើងប្រហែលជាអាចរកលុយបានដូចគេដែរឥឡូវយើងមកមើលចំណុចមួយទៀតតាក់ទងជាមួយនឹងការរៀបចំផ្ទះរបស់យើងគឺក៏រៀបចំ channel របស់យើងវាមាន3ដែលយើងត្រូវខ្វល់ទី1គឺតាក់ទងជាមួយនឹងការជ្រើសរើស niche ឬក៏ការបង្កើត niche ឲ្យខ្លួនឯង niche គឺជាប្រធានបទឬក៏ជាទីផ្សារតូចមួយដែលយើងអាចចាប់បាននៅពេលដែលយើងបង្កើតមាតិកា
បើសិនជាយើងប្រៀបធៀបមកនឹងផ្ទះដែលយើងទិញឬក៏សាងសង់វាប្រៀបដូចជាយើងចាប់យកតំបន់ល្អឬក៏កន្លែងដែលមានអ្នកជិតខាងល្អជាមួយនឹងអញ្ចឹងបើសិនជាយើងរើស niche ខុសចំណូលរបស់យើងក៏វាអាចខុសទៅតាមនឹងគ្នា niche ខ្លះពិបាករកចំណូល niche ខ្លះមានគេចូលចិត្តច្រើនលើកខ្ញុំឧទាហរណ៍ប្រៀបធៀប niche ពីរប្រភេទដែលជា niche ធំទីមួយគឺ entertainment គឺ content បែបកម្សាន្តហើយជាមួយនឹង content បែបអប់រំអ្នកនរគ្នាប្រហែលជាគិតថា content បែបអប់រំនេះមានគេមើលច្រើនតែវាមិនអញ្ចឹងទេ content បែបកម្សាន្តទោះបីជាយ៉ាងណាក៏ដោយក៏នៅតែឈ្នះ content បែបអប់រំដែរចំណែកភាគរឿងរបស់ខ្ញុំនៅប្រឡោះកដាលនៅបែបកម្សាន្តផងបែបអប់រំផងដោយសារតែយើងយករឿងដែលគេថតមកបកស្រាយប៉ុន្តែយើងនៅតែឆ្លៀតបញ្ចូលតាក់ទងជាមួយនឹងចំណេះដឹងទូទៅផ្សេងទៀតជាពិសេសគឺបទពិសោធន៍ការងាររបស់ខ្ញុំហ្នឹងគឺខ្ញុំដាក់ចូលទៅក្នុងការវិភាគខ្លួនឯងអញ្ចឹងវាឈរនៅចន្លោះកណ្ដាលហើយមូលហេតុគឺដោយសារតែនៅចន្លោះកណ្ដាលវាងាយស្រួលអូសទាញគេមកបើសិនជាខ្ញុំបង្កើត channel មួយហើយបង្រៀនពីវិធីប្រើប្រាស់កម្មវិធីអីមួយនៅលើកុំព្យូទ័រមិនសូវមានគេមើលទេនៅស្រុកខ្មែរយើងអញ្ចឹងការជ្រើស niche នេះគឺជារឿងសំខាន់មុនគេពេលយើងធ្វើតែអ្នកនរគ្នាអត់ចាំបាច់បខំខ្លួនឯងថាត្រូវតែមាន niche ច្បាស់លាស់ពេលដែលចាប់ផ្ដើមទេជួនកាលយើងរកអត់ឃើញមែនយើងអត់ដឹងថាគួរធ្វើអីឲ្យប្រកបទេអញ្ចឹងតើតែសាកពី3ដងសិនតម្រាំតែខ្ញុំមកដល់ channel វិភាគរឿងនេះគឺខ្ញុំសាកច្រើនហើយខ្ញុំសាក podcast តាក់ទងជាមួយនឹងការងារផងសាកតាក់ទងជាមួយនឹងសភៅផងហើយខ្ញុំក៏ធ្លាប់ធ្វើតាក់ទងនឹង marketing ដែរក៏ប៉ុន្តែវាអត់ដើរ podcast marketing ហ្នឹងវាដើរប៉ុន្តែដោយសារតែ Spotify ធាក់ខ្ញុំចេញពី platform វាអញ្ចឹងខ្ញុំក៏ជប់ធ្វើទៅអញ្ចឹងទី1ត្រូវរើស niche សម្រាប់អ្នកនរគ្នាដែលអត់ស្គាល់ថាយើងគួររើស niche បែបណាខ្ញុំអាចឲ្យឧទាហរណ៍ងាយយើងយកអ្វីដែលយើងរៀនអ្វីដែលយើងចេះមកបូកជាមួយនឹងអ្វីដែលអ្នកដទៃចូលចិត្តហើយបន្ទាប់មកយើងមើលតម្រូវការថាតើនៅក្នុងវីដេអូនៅលើ YouTube ហ្នឹងមានគេធ្វើកន្លែងហ្នឹងច្រើនឬក៏អត់បើមានច្រើនពេកយើងចូលមកយើងប្រជែងជាមួយគេអត់ឈ្នះទេដោយសារតែគេមកមុនគេមាន audience ស្រាប់យើងមកតាមក្រោយគេថាយើងធ្វើតាមគេខ្ញុំអត់ថាធ្វើតាមគេខុសទេនៅលើ YouTube ការធ្វើតាមគ្នានេះគេហៅថា trending ហ្នឹងគឺវាអត់មានអីខុសទេក៏ប៉ុន្តែវាពិបាកក្នុងការរក audience របស់ខ្លួនយើងពេលណាដែលយើងមាន niche ខ្លួនឯងហើយការបង្កើតវីដេអូរបស់យើងនឹងវាកាន់តែងាយស្រួលហើយមិនមែនតែលើ YouTube ទេនៅលើ platform ផ្សេងទៀតក៏ដូចគ្នាដែរយើងអាចប្រើប្រាស់ niche តែមួយនៅគ្រប់ platform ទាំងអស់បានអត់ចាំបាច់រើសដូររហូតទេនេះគឺចំណុចទី1ទី2តាក់ទងជាមួយនឹង branding របស់យើងនៅលើ YouTube អ្នកនរគ្នាយ៉ាងហោចណាស់ក៏គួរតែមានពណ៌មានរបៀប design ខ្លួនឯងដែរដើម្បីឲ្យគេមើលមក complete មកគេដឹងថានោះគឺជាវីដេអូរបស់យើងកុំ copy តាមគេខ្ញុំឃើញអ្នកខ្លះគាត់ copy វីដេអូពីគេមិនមែន copy តែចំណងជើងទេ copy ទាំង thumbnail ទាំងអីមកទាំងអស់ហើយដូរតែរូបខ្លួនឯងដាក់នៅក្នុងហ្នឹងយើងធ្វើអញ្ចឹងយើងអត់មាន branding អីទេ branding នេះអត់ចាំបាច់ធ្វើឲ្យស្មុគស្មាញទេរើសតែពណ៌រើសតែ font អក្សររើសតែរបៀបសរសេរ description អីឲ្យតែត្រូវតែអាហ្នឹងគឺជារបស់យើងហើយឧទាហរណ៍នៅលើ channel វិភាគរឿងរបស់ខ្ញុំអញ្ចឹងឥឡូវនេះខ្ញុំប្រើ background ពណ៌ខៀវទាំងអស់ហ្មងដោយសារតែខ្ញុំរើសយកពណ៌ខៀវឲ្យពណ៌លឿងធ្វើជាពណ៌សម្រាប់ប្រើប្រាស់គ្រប់កន្លែងដល់ចឹងវាងាយស្រួលដឹងតែ background ពណ៌ខៀវហើយបន្ទាប់មកខ្ញុំដាក់រូបភាពតួអង្គណាដែលខ្ញុំនិយាយយកមកវិភាគហ្នឹងហើយបន្ថែមអក្សរទៅគឺបាន thumbnail របស់ខ្ញុំអញ្ចឹងអ្នកដែលគាត់ធ្លាប់មើលហើយស្អែកឡើងគាត់ឃើញ load វីដេអូហ្នឹងនៅលើ feed របស់គាត់គឺគាត់ដឹងថាវីដេអូហ្នឹងមកពីណាអត់ចាំបាច់មើលឈ្មោះ channel ទេគាត់ដឹងតែខ្លួនឯង branding នេះបើសិនជាយើងប្រៀបធៀបជាមួយនឹងផ្ទះជួលគឺវាជាការតុបតែងផ្ទះជាការរៀបចំឲ្យផ្ទះហ្នឹងមើលទៅឃើញស្អាតផ្ទះក៏ខិចពេកក៏គេអត់ចូលមកនៅដែរគេឃើញគេអត់ចង់ជួលទេអញ្ចឹងបើសិនយើងធ្វើឲ្យស្អាតតិចទៅឲ្យវារៀងស្រឡះមុខមាត់តិចទៅគេចង់នៅជាមួយនឹងផ្ទះហ្នឹងចំពោះការធ្វើ branding នេះខ្ញុំនិយាយរៀងងាយស្រួលមែនតែតើតែអ្នកទាំងអស់គ្នាមានចំណេះដឹងផ្នែក design តិចតួចដែរបើសិនជាអត់មានទេយើងអាចពឹងទៅលើ tool មួយចំនួនបានដូចជា Canva ដែលគេមានជា template ដែលយើងអាចកែបានតិចតិចអញ្ចឹងយើងអាចជ្រើសរើសយកពណ៌ជ្រើសរើសយក font របស់យើងហ្នឹងយកទៅប្រើឲ្យវាស៊ីគ្នាគ្រប់កន្លែងហើយបើសិនជាយើងសល់លុយតិចតួចអីយើងជួលគេធ្វើក៏បានដែរយើងពឹងអ្នកដែលគាត់ហ៊ាន design ទៅឬក៏អ្នកណាដែលទៅរៀនហ្នឹងគឺទោះបីជាគេកំពុងរៀនក៏គេចេះធ្វើដែរយើងពឹងគេទៅគេជួយរើសឲ្យយើងល្អជាងយើងដែលអត់ធ្លាប់ធ្វើហ្នឹងរើសដោយខ្លួនឯងចំណុចចុងក្រោយគេគឺតាក់ទងជាមួយនឹងគ្រឹះរបស់ផ្ទះតើនៅលើ channel YouTube អ្វីទៅគឺជាគ្រឹះ YouTube គេប្រើពាក្យថា
hero video នេះគឺជាវីដេអូធំដែលយើងធ្វើឲ្យផ្ទុះវីដេអូប្រភេទហ្នឹងគឺជាគ្រឹះដែលត្រង់ channel របស់យើងខ្ញុំមានវីដេអូប្រភេទហ្នឹងច្រើនប្រហែលជាចូល20-30វីដេអូហើយសុទ្ធតែជាវីដេអូវែងហើយវីដេអូនេះទោះបីជាខ្ញុំអត់មានធ្វើវីដេអូថ្មីក៏វានៅតែរក view បានរក subscriber បានដែរគ្រឹះនេះហើយដែលវាត្រឲ្យ channel របស់ខ្ញុំចេះតែទៅមុខបន្តទៀតមិនមែនគ្រប់វីដេអូទាំងអស់ដែលខ្ញុំធ្វើសុទ្ធតែ YouTube បោះរហូតទេវីដេអូខ្លះគឺបោះត្រឹមតែ 2-3,000 គឺគេជប់បោះហើយខ្ញុំមានឃើញវីដេអូដែលជាប់គាំងចឹងច្រើនណាក៏ប៉ុន្តែខ្ញុំក៏មានវីដេអូដែលវាអត់ជាប់គាំងត្រឹម 2-3,000 នឹងច្រើនដែរឧទាហរណ៍ដូចជាវីដេអូមួយដែលខ្ញុំធ្វើតាក់ទងនឹងជូកលៀងខ្ញុំធ្វើជិត2ឆ្នាំហើយវីដេអូនេះនៅតែរក view បានរក subscriber បានដែរក្នុងមួយខែយ៉ាងហោចណាស់ក៏ខ្ញុំបាន 20,000 ទៅ 30,000 view ពីវីដេអូនឹងមួយដែរហើយខ្ញុំមានប្រភេទនឹងច្រើនចឹងដល់ពេលដែលវាបូកទៅវាធ្វើឲ្យ channel របស់យើងនឹងមាន view ច្រើនទោះបីជាយើងអត់មានវីដេអូថ្មីក៏ដោយចំពោះវីដេអូប្រភេទនេះអ្នកនរគ្នានៅពេលដែលយើងរកឃើញ niche របស់ខ្លួនឯងហើយគួរតែត្រៀមទុកមុនហើយវីដេអូនេះអត់ចាំបាច់ធ្វើញឹកញាប់ពេកទេយូរយើងធ្វើម្ដងបានហើយមួយខែអីធ្វើមួយឬក៏ពីរទៅគឺអាចជួយឲ្យ channel របស់យើងនឹងវារឹងមាំហើយឥឡូវយើងនិយាយពីការរៀបចំផ្ទះរៀបចំ channel នឹងចប់ហើយគឺ3ហ្នឹងគឺសំខាន់ជាងគេក្រៅពីហ្នឹងគឺបន្ទាប់បន្សំទេដូចជាការប្រើប្រាស់ tag ឬក៏ technical អីផ្សេងទៀតអ្នកនរគ្នាអាចរៀនធ្វើដោយខ្លួនឯងបានតែអា3នេះគឺវាសំខាន់បន្តមកទៀតយើងនិយាយពីការតាក់ទាញឲ្យគេចូលមកនៅផ្ទះជួលរបស់យើងឬក៏ចូលមកសួរនាំក៏បានដែរអញ្ចឹងតើយើងធ្វើបែបណាគឺយើងផ្សព្វផ្សាយពីជំនាន់មុនគេផ្សព្វផ្សាយនៅក្នុងកាសែតឥឡូវនេះយើងផ្សព្វផ្សាយដែរយើងផ្សព្វផ្សាយនៅលើអ៊ីនធឺណិតបណ្ដាញសង្គមគឺយើងអាចដាក់វីដេអូរបស់យើងតិចទៅឲ្យគេមើលបន្ទាប់មកប្រាប់គេឲ្យចង់មើលវែងជាងហ្នឹងគឺចូលមកមើលនៅក្នុង YouTube ហើយការផ្សព្វផ្សាយនេះយើងត្រូវធ្វើឲ្យបានទៀងទាត់ខ្ញុំឧទាហរណ៍ថាយើងក្នុងមួយអាទិត្យយើងចេញបាន5វីដេអូជាឧទាហរណ៍ណាអញ្ចឹងរាល់ពេលដែលចេញវីដេអូមួយគឺយើងយកទៅផ្សព្វផ្សាយមួយយើងធ្វើឲ្យទៀងទាត់ដើម្បីឲ្យគេដឹងថា channel នេះវាកំពុងតែ publish ទៀងទាត់ហើយអញ្ចឹងបើសិនជាពួកគេចាប់អារម្មណ៍ប្រធានបទដែលយើងធ្វើហ្នឹងគឺគេប្រកាសជា subscribe ហើយគេមិនមែនគ្រាន់តែចូលមើលវីដេអូចប់គេចេញទេគេដឹងថាយើងនឹងមានវីដេអូថ្មីទៀតអញ្ចឹងគេប្រកាសជា subscribe ហើយនេះគឺជាវិធីដែលខ្ញុំធ្វើពីដំបូងមកគឺខ្ញុំទាញយក traffic ពីខាង TikTok ដោយសារ TikTok វា reach ល្អតាក់ទងនឹង organic reach ហើយ YouTube រៀងយូរ YouTube បើសិនជាអ្នកទាំងអស់គ្នាទៅតែធ្វើមួយខែអីមិនដឹងនៅណាផងពីព្រោះវានៅវិលហ្នឹងមិនដឹងថាវាបោះវីដេអូយើងទៅឲ្យអ្នកណាទេប៉ុន្តែបើសិនជាយើងបានទាញ traffic មកពីក្រៅអា traffic ទាំងអស់ហ្នឹងឯងដែលជួយផ្ដល់ទិន្នន័យទៅដល់ YouTube ថាគួរបោះវីដេអូយើងទៅឲ្យអ្នកណាមើលទៀតឥឡូវខ្ញុំឧទាហរណ៍ថាអ្នកដែលគាត់មកមើលហ្នឹងគាត់មើលដល់ចប់អញ្ចឹងស្អែកឡើង YouTube ប្រកាសជាបោះវីដេអូផ្សេងទៀតនៅក្នុង channel យើងហ្នឹងទៅឲ្យម្នាក់ហ្នឹងមើលតទៀតគេចូលមើលតែម្ដងមែនតែគេមើលដល់ចប់វាជាទិន្នន័យមួយដែល YouTube ចង់បានវាជួយ channel របស់យើងអញ្ចឹងការផ្សព្វផ្សាយសំខាន់ស្មើនឹងការបង្កើតវីដេអូបើសិនយើងបង្កើតវីដេអូហើយយើងផុសទៅលើ YouTube យើងដេកបន់ឲ្យ algorithm ជួយយើងអាហ្នឹងគឺវារៀងយូរ algorithm YouTube ធ្វើការល្អណាស់ខ្ញុំសរសើរមែនក៏ប៉ុន្តែវាយូរអញ្ចឹងយើងត្រូវជួយខ្លួនឯងដែរជាមួយនឹង TikTok ជាមួយនឹង Facebook យើងគួរតែប្រើទៅទី2គឺយើងហៅថាការផ្សព្វផ្សាយដូចគ្នាដែរប៉ុន្តែផ្សព្វផ្សាយរបៀបបញ្ចេញមុខអានេះតាក់ទងជាមួយនឹងចំណងជើងហើយនឹង thumbnail យើងធ្វើឲ្យតាក់ទាញបើសិនជាពេលណាមួយដែល YouTube បោះវីដេអូយើងទៅលើ feed របស់គេឃើញ thumbnail របស់យើងគេចង់ចុចមើលអានេះយើងត្រូវរៀន design ដោយខ្លួនឯងហើយសម្រាប់អ្នកនរគ្នាដែលមាន branding ខ្លួនឯងហើយការ design គឺងាយស្រួលទេយើងមិនចាំបាច់ព្យាយាមធ្វើឲ្យលេចធ្លោខ្លាំងពេកទេប៉ុន្តែធ្វើឲ្យមានលក្ខណៈជារបស់ខ្លួនឯងហើយគេមើលមកវាស្អាតខ្ញុំមិនថាតើតែយើង design ស្អាតបានមានគេមើលទេពីព្រោះខ្ញុំឃើញ channel ខ្លះ thumbnail របស់គាត់ design ធម្មតាទេគាត់អត់ទាំង design ផងពេលខ្លះប៉ុន្តែវីដេអូរបស់គាត់ហ្នឹងក៏មានគេចូលទៅមើលច្រើនដូចគ្នាដែរតែបើសិនជាយើងចង់ធានាថាពេលយើងធ្វើទៅមានគេចុចមើលគួរតែផ្ដោតលើ title និង thumbnail មួយទៀតដែរបើសិនជាយើងប្រៀបធៀបនឹងការផ្សព្វផ្សាយពីផ្ទះជួលរបស់យើងគឺយើងនិយាយប្រាប់គេយើងដើរប្រាប់គេថាយើងមានផ្ទះជួលពេលឃើញគេជីកាត់ចឹងទៅយើងសួរគេថាចង់ជួលផ្ទះមែនអាហ្នឹងគឺដូចគ្នានឹងការផុសនៅលើ community tab នៅក្នុង YouTube ដែលយើងផុសពីនេះពីនោះចឹងទៅហើយពេលណាដែលមានគេចូលមកគឺយើងសួរនាំគេឆ្លើយឆ្លង comment ជាមួយគេយើងអត់អាចធ្វើ YouTube ដោយនៅស្ងៀមទេដោយអត់មានធ្វើអីសោះទេគិតតែផុសវីដេអូហើយចាំគេចូលមើលហ្មងអត់កើតទេ
ពេលខ្ញុំធ្វើ channel នេះដំបូងហើយអត់សូវមានអ្នក comment អញ្ចឹងខ្ញុំអាចឆ្លើយ comment បានទាំងអស់ចូលមកមួយឆ្លើយមួយចូលមកមួយឆ្លើយមួយតែឥឡូវនេះវាច្រើនពេកខ្ញុំឆ្លើយបានខ្លះហើយ comment ខ្លះក៏អត់បានឃើញទៅដោយសារតែវា load មកឆ្លាស់គ្នារហូតអញ្ចឹងការតាក់ទាញគេឲ្យមើលវីដេអូរបស់យើងគឺជាវិធីទី1ហើយដែលអាចឲ្យយើងរីកចម្រើននៅក្នុងវិស័យ YouTube នេះចំណុចមួយទៀតតាក់ទងជាមួយនឹងការមានបង្កើតផ្ទះជួលច្រើនអ្នកនរធ្លាប់អានសៀវភៅ Rich Dad Poor Dad នៅក្នុងសៀវភៅហ្នឹងគេនិយាយពីការធ្វើផ្ទះជួលនឹងដូចគ្នាដែរគេនិយាយថាដំបូងគឺធ្វើពីផ្ទះតូចមួយទេបន្ទាប់មកពង្រីកទៅជាប្រមាណផ្ទះទៀតសន្សំលុយហើយចេះតែពង្រីករហូតយើងធ្វើ YouTube ក៏អាចធ្វើអញ្ចឹងដូចគ្នាដែរគឺយើងពង្រីក channel របស់យើងទៅបំបែក channel របស់យើងទៅជា channel ផ្សេងទៀតអ្វីដែលយើងធ្វើនៅក្នុង channel ដើមគឺយើងរក្សាដដែល channel ដើមគឺជា channel traffic ដែលអ្នកនរនឹងប្រើនៅថ្ងៃក្រោយពេលដែលយើងមាន subscriber ច្រើនឬក៏មានអ្នកមើលច្រើនអញ្ចឹងនៅពេលដែលយើងគិតថាខ្លួនយើងអាចពង្រីកបានហើយខ្ញុំគិតថាបើសិនជាបានត្រឹម 50k អីទៅគឺយើងអាចចាប់ដើមពង្រីក channel បានហើយអញ្ចឹងយើងអាចអូសអ្នកដែលគាត់មើលវីដេអូរបស់យើងនៅលើ channel ធំហ្នឹងទៅ channel ទូចៗរបស់យើងបានដោយយើងចែកប្រធានបទចែក niche ថ្មីទៀតតែពេលធ្វើដំបូងកុំចាប់ផ្ដើមឡើងដោយច្រើន channel ពេកយើងទៅរួចទេហើយខ្ញុំក៏ធ្លាប់ធ្វើដែរចង់ធ្វើ channel 2-3 ក្នុងពេលតែមួយនៅពេលដែលយើងទៅតែនឹងចាប់ផ្ដើមគឺធ្វើរួចទេយើងបដោតលើ channel មួយទៀតគឺយើងភ្លេចបាត់ហើយក្នុងមួយថ្ងៃអ្នកនរគ្នាធ្វើវីដេអូបានប្រហែលណាយ៉ាងច្រើន1ឬក៏2ហ្នឹងដល់ពេលដែលយើងឡាយទៅធ្វើនេះហើយអស់ពេលដើម្បីធ្វើ channel ផ្សេងទៀតប៉ុន្តែនៅពេលដែលយើងមាន channel ធំដែលវាអាចដើរបានស្រួលបួលយើងមានពេលគ្រប់គ្រាន់ទៅបដោតលើ channel ទូចឲ្យវាដើរទន្ទឹមគ្នាដែរបើសិនជា channel ធំរកបាន300-400ហើយ channel ទូចអាចរកបាន100ឬក៏200ចឹងអ្នកនរគ្នាបានចំណូល600ក្នុងមួយខែបើសិនជាប្រៀបធៀបជាមួយនឹងផ្ទះជួលតម្លៃ600នេះគឺជាផ្ទះធំនៅនឹងមុខផ្លូវល្អហើយចំពោះការពង្រីកខ្លួននេះមួយទៀតគឺយើងអាចជួលមនុស្សឲ្យមកជួយយើងវាដូចតែអ្នកដែលគេមានផ្ទះច្រើនអញ្ចឹងគេពិបាកគ្រប់គ្រងគឺគេជួល manager មួយដើម្បីមកគ្រប់គ្រងពីព្រោះដល់ពេលដែលមានបញ្ហាគាត់ម្នាក់ឯងរត់មិនរួចទេខ្ញុំខែក្រោយនេះខ្ញុំមានប្អូនខ្ញុំមួយមកជួយដែរធ្វើ part time ទេខ្ញុំឲ្យជួយកាត់វីដេអូនៅលើ 1000 កំណឹត podcast ដោយសារតែវីដេអូនៅលើហ្នឹងភាគច្រើនគឺជាវីដេអូវែងខ្ញុំធ្វើអត់ទាន់មកវីដេអូចំណាយពេល 2-3 ម៉ោងហើយអញ្ចឹងបានគាត់មកជួយមកសៅរ៍អាទិត្យយ៉ាងហោចណាស់ក៏2ថ្ងៃហ្នឹងគឺធ្វើឲ្យសម្រាប់ schedule មួយអាទិត្យដែរអញ្ចឹងពេលណាដែលយើងដើរដល់កន្លែងហ្នឹងគឺយើងត្រូវតែរកមនុស្សជួយយើងអាចធ្វើម្នាក់ឯងទេយើងធ្វើម្នាក់ឯងពីដំបូងប៉ុន្តែនៅពេលដែលយើងអាចពង្រីកខ្លួនហើយឬពង្រីក channel របស់យើងហ្នឹងគឺយើងរកគេមកជួយទៅចុងក្រោយគេតាក់ទងជាមួយនឹងការធ្វើខុសនៅលើ YouTube បើសិនជាយើងប្រៀបធៀបទៅគឺដូចជាការបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះជួលអញ្ចឹងលោកឧទាហរណ៍ថាយើងធ្វើវីដេអូណាមួយស្រាប់តែវីដេអូហ្នឹងវាជាប់ copyright ឬក៏ត្រូវគេ report ឬក៏វាខុស policy អីមួយដែលប៉ះពាល់ទៅដល់ការទទួល monetization អញ្ចឹងដូចគ្នាជាមួយនឹងការថែរក្សាអ្វីដែលមាននៅក្នុងផ្ទះជួលគឺយើងត្រូវតែប្រយ័ត្នរហូតបើសិនយើងធ្វើខុសច្រើនពេកនៅលើ YouTube ក៏គេមិនទុកយើងដែរពីព្រោះគេមាន channel ច្រើនណា YouTube ដកយើងមួយក៏គេមិនក្រមិនបាត់ content ប្រហែលដែរអញ្ចឹងខ្ញុំនិយាយមកប្រើនេះគឺជាការនិយាយត្រួសតាក់ទងជាមួយនឹងយើងប្រៀបធៀបការដែលយើងធ្វើ channel YouTube ជាមួយនឹងការមានផ្ទះជួលយើងអត់ចាំបាច់ត្រូវការ1លាន subscriber ដើម្បីអាចរកចំណូលបានប្រចាំខែទេបើសិនជាគោលម្ដងអ្នកនរគ្នាចង់បន្ថែមចំណូលឲ្យខ្លួនឯង200-300ក្នុងមួយខែ YouTube វាធ្វើហួសពីបានហ្នឹងបើសិនជាយើងចង់បានច្រើនជាងនឹងទៀតតើតើយើងប្រឹងជាងនឹងឬក៏រកគេមកជួយយើងដើម្បីប្រឹងទាំងអស់គ្នា channel ទូចឬក៏ channel ធំសុទ្ធតែអាចរកលុយបាននៅលើ YouTube ហើយនៅពេលដែលអ្នកនរគ្នាយកវាទៅប្រៀបធៀបជាមួយនឹងតម្លៃបន្ទប់ជួលយើងកាន់តែមើលឃើញទៀតថាអូធ្វើ YouTube វាងាយស្រួលជាងលើឧទាហរណ៍ថាបន្ទប់ជួលមួយគេជួលតម្លៃ$60អញ្ចឹងអ្នកដែលធ្វើ channel ទូចមួយគឺគេរកបានលើសប៉ុណ្្នឹងផងហើយគេអត់ចាំបាច់សន្សំលុយដើម្បីធ្វើបន្ទប់ជួលទេគេគ្រាន់តែចំណាយពេលវេលាចំណាយកម្លាំងធ្វើវីដេអូមួយធ្វើ channel មួយឲ្យដើរស្រួលបួលទៅគឺគេអាចបានលុយនឹងជាប្រចាំអញ្ចឹងមុននឹងបញ្ចប់វីដេអូនេះទៅ
ខ្ញុំចង់ឲ្យអ្នកនរគ្នាចាត់ទុកថាអ្វីដែលយើងកំពុងតែធ្វើនៅលើ YouTube នេះគឺជាការកសាងទ្រព្យសម្បត្តិរបស់យើងក្នុងលក្ខណៈតូចមួយមិនធំណាស់ណាទេវីដេអូដែលយើងធ្វើហ្នឹងគឺជាទ្រព្យរបស់យើងមាតិកាដែលយើងផុសទាំងអស់គឺជាទ្រព្យរបស់យើងវានាំគេឲ្យមកស្គាល់យើងវាឲ្យគេមើលវីដេអូរបស់យើងដើម្បីយើងទទួលបានប្រាក់ចំណូលហើយយើងអាចលក់ដូរអ្វីតាមចិត្តដែលយើងអាចធ្វើបានបើសិនជាអ្នកនរគ្នាចាត់ទុក YouTube ថាគឺជាផ្ទះជួលរបស់ខ្លួនឯងអ្នកនរគ្នានឹងយកចិត្តទុកដាក់ទៅលើវាប្រឹងប្រែងធ្វើវាដោយមិនចាំបាច់មានអ្នកណាគេមកលើកទឹកចិត្តឬក៏ដាស់តឿនទេម្ចាស់ channel ធំស្មើនឹងម្ចាស់ផ្ទះធំម្ចាស់ channel តូចស្មើនឹងម្ចាស់ផ្ទះតូចឬក៏ម្ចាស់ដែលមានបន្ទប់ជួលអញ្ចឹងយើងគិតបែបហ្នឹងទៅយើងនឹងមើលឃើញថា YouTube នេះក៏ជាផ្លូវមួយដើម្បីរកប្រាក់ចំណូលថិតថេរដែរអ្នកដែលគេអត់យល់ពីការរកលុយពីអនឡាញគេនឹងសើចយើងពេលឮថាយើងចំណាយពេលដើម្បីធ្វើវីដេអូលើអ៊ីនធឺណិតឬក៏ធ្វើវីដេអូដែលនិយាយពីនេះពីនោះជាពិសេសគឺ content ប្រភេទ entertainment ហ្នឹងដែលគេសើចដោយពេលដែលខ្ញុំធ្វើ YouTube ដំបូងអ្នកនៅកន្លែងការងារខ្ញុំក៏គេឆ្ងល់ដែរថាហេតុអីមកអង្គុយនិយាយរឿងសាមកុកខ្ញុំក៏មិនដឹងបញ្យល់គេរបៀបម៉េចឲ្យយល់ដែរដោយសារតែពួកគាត់អត់មើលឃើញថា YouTube គឺជាកន្លែងរកលុយទេពួកគាត់មើលឃើញតែការងារធម្មតាហ្នឹងគឺជាកន្លែងរកលុយរបស់គាត់ដល់ពេលដែលផ្សេងពីហ្នឹងទៀតគឺគាត់អត់មើលទេគាត់ចាប់អារម្មណ៍តែការងារខ្លួនឯងទេតែខ្ញុំអត់គិតអញ្ចឹងទេខ្ញុំគិតថា YouTube នេះគឺជារបស់ផ្ទាល់ខ្លួនគឺជាកម្មសិទ្ធិដែលខ្ញុំអាចគ្រប់គ្រងបានហើយល្អជាងការងារដែលខ្ញុំសុំគេធ្វើនឹងទៅទៀតយើងមិនដឹងថាគេថ្ងៃណាគេឈប់ត្រូវការយើងបើនៅលើ YouTube យើងអាចដឹងមុនថាពេលណាដែល niche របស់យើងនឹងលែងមានអ្នកមើលហើយយើងអាចផ្លាស់ប្ដូរតាន់ពេលបើសិនយើងតាមដានជាប្រចាំនៅក្នុងការងារអត់ទេអ្នកនរគ្នាតាមដានរបៀបមិនដឹងថាគេប្រជុំគ្នាគេគិតមិនជាមួយយើងពេលណាដែលគេបិទក្រុមហ៊ុនពេលណាកាត់បុគ្គលិកអត់ដឹងទេខ្ញុំធ្លាប់ត្រូវគេកាត់បុគ្គលិកប៉ះម្ដងហើយមុនពេលដែលកាត់ហ្នឹងគឺគេប្រាប់ខ្ញុំទៀតថាក្នុង team ហ្នឹងគេអត់មានកាត់ខ្ញុំទេគេកាត់តែ3នាក់ទេប៉ុន្តែអត់បានមួយអាទិត្យហងស្រាប់តែគេផ្ញើសារមកថាគេ terminate contract របស់យើងអញ្ចឹងយើងស្មានអត់ដឹងទេរឿងអស់នេះនៅលើ YouTube យើងអាចស្មានដឹងហើយយើងក៏ដឹងថាខ្លួនយើងធ្វើអីខុសដែរមិនមែនថាស្រាប់តែនៅសុកបាត់ channel ហ្មងគឺមិនងាយមានទេហើយបើមានក៏វាជាកំហុសដែលយើងអាចដោះស្រាយជាមួយ YouTube បានដែរតែបើសិនជាយើងគិតថាស្រាប់តែធ្វើស្អែកឡើងគេស្រ័យ channel បាត់អាហ្នឹងអត់មានទេតោះតែយើងធ្វើអីខុសទើបមានបញ្ហានៅលើ YouTube នៅក្នុងការងារអត់ចាំបាច់ធ្វើអីខុសទេបញ្ហាអាចមកឯង free តែម្ដងអានេះគ្រាន់តែជាការមើលឃើញរបស់ខ្ញុំទេដោយសារតែខ្ញុំដើរនៅលើផ្លូវហ្នឹងអ្នកនរគ្នាដែលអត់ទាន់ដើរនៅលើផ្លូវហ្នឹងប្រហែលជាគិតផ្សេងគិតថាខ្ញុំនិយាយបំភ្លើសឬក៏គ្រាន់តែចង់លើក YouTube ខ្ញុំអត់លើក YouTube ទេប៉ុន្តែខ្ញុំថា YouTube នេះជាកន្លែងដែលរកលុយងាយស្រួលមួយទៀតសម្រាប់យើងទាំងអស់គ្នាក្នុងពេលបច្ចុប្បន្នហ្នឹងថ្ងៃក្រោយទៅបើសិនជាមាន creator នៅក្នុងស្រុកខ្មែរច្រើនក៏វាពិបាកដែរពេលយើងចូលមកគឺ competition វាច្រើនដូចគ្នាដូចនៅស្រុកគេវិញការធ្វើ YouTube មិនងាយទេអ្នកខ្លះមួយឆ្នាំ2ឆ្នាំអីមិនទាន់បានទទួល monetization ផងដល់ពេលដែលនៅស្រុកខ្មែរយើងនេះខ្ញុំឃើញអ្នក apply ទៅវាជាប់ច្រើនអ្នកខ្លះគាត់ថាដាក់ភ្លាមជាប់ភ្លាមទៀតអញ្ចឹងតាន់គេនៅស្រួលបានន័យថា YouTube ស្រុកខ្មែរនៅស្រួលយើងគួរតែឆក់យកឱកាសហ្នឹងដើម្បីចូលទៅទោះបីជាយើងធ្វើយឺតក៏ដោយប៉ុន្តែយើងបានយើងចូលមុនគេការបង្កើតមាតិកាឬក៏ការរកចំណូលពីមាតិកានេះវានឹងคล้ายទៅជារឿងធម្មតាមួយនៅថ្ងៃក្រោយនៅស្រុកគេវាដើររួចទៅហើយវាជាការងារដែលធម្មតាមួយអ្នកធ្វើ YouTube អីហ្នឹងវាទៅជាក្តីសុបិនរបស់ក្មេងៗដែលកើតមកក្រោយចង់ធ្វើ YouTuber អីហ្នឹងតែយើងអត់ធ្វើ YouTuber ទេយើងធ្វើជាអ្នកបង្កើតមាតិកាក៏ប៉ុន្តែ YouTube អាចរកលុយបានគឺយើងយកមាតិកាយើងដាក់លើ YouTube បើសិនជាថ្ងៃក្រោយ Facebook ឬក៏ TikTok វាបើកឲ្យស្រុកខ្មែររកលុយបានដូច YouTube ដែរយើងយកមាតិកាយើងទៅដាក់លើ Facebook ឬ TikTok ថែមទៀតយើងអត់ចាំបាច់កំណត់ខ្លួនយើងថាជា YouTuber ភ្ជាប់នឹង YouTube ទេនៅក្នុងវីដេអូនេះគឺខ្ញុំនិយាយពី YouTube មែនដោយសារតែស្រុកខ្មែរយើងមានតែ YouTube មួយដែលវាបើក support 100% ប៉ុន្តែបើសិនជា platform ផ្សេងទៀតគេអូខេជាមួយប្រទេសយើងដែរហើយគេបើកឲ្យទៀតគឺយើងទៅទៀតយើងអាចចាំបាច់ដាក់មាតិកាយើងជួលតែមក platform ទេអានេះជាអ្វីដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីមើលវីដេអូនេះចប់ទៅបើសិនជាចង់ធ្វើអីមួយល្អដាក់ខ្លួនឯងទៅបង្កើត channel YouTube មួយទៅបើមានហើយចាប់ផ្ដើមធ្វើវីដេអូខ្លួនឯងទៅបើសិនជាអត់ដឹងថាធ្វើវីដេអូអីទេអាចចោះឈ្មោះរៀនជាមួយខ្ញុំបានខ្ញុំបង្រៀនសរសេរ script ដែលវីដេអូលក្ខណៈជា essay
ហើយវីដេអូខ្ញុំអត់ត្រូវការថតចេញមុខទេគឺថតតែសំឡេងហើយធ្វើរូបភាពដាក់ដូចជា podcast អញ្ចឹងហើយអ្នកនរគ្នាមិនមែនរៀនតែអក្សរ script ទេនៅក្នុងវគ្គដែលខ្ញុំបង្រៀនហ្នឹងគឺបង្រៀនបង្កើតមាតិកាលើបណ្ដាញសង្គមផ្សេងទៀតសរសេរសៀវភៅការកែច្នៃឬ repurpose មាតិកាចាស់ៗហើយជាមួយនឹងការលក់មាតិការបស់យើងផ្ទាល់ទៅកាន់អ្នកដែលគាត់ត្រូវការលក់ដោយអត់ចាំបាច់មាន platform អីទេបើសិនជាចាប់អារម្មណ៍វគ្គនេះអាចចុះឈ្មោះរៀនបានឆាតចូល page របស់ខ្ញុំទៅ Facebook page ខ្ញុំនឹងដាក់ link នៅក្នុង description ហើយនឹងក្នុង comment ដើម្បីងាយស្រួលរកអរគុណខ្ញុំមានតែប៉ុណ្្នឹងទេក្នុងវីដេអូនេះហើយពេលណាដែលខ្ញុំតនេអាចឆ្លៀតមកសរសេរសភៅនឹងបានគឺខ្ញុំនឹងសរសេរខ្ញុំឲ្យអ្នកនរគ្នា free ទេពេលដែលខ្ញុំធ្វើហើយគ្រាន់តែការធ្វើសភៅវាចំណាយពេលយូរជាងការអង្គុយ record វីដេអូអញ្ចឹងបានខ្ញុំធ្វើវីដេអូសិនទៅដល់ពេលដែលធ្វើសភៅយើងអាចមានគំនិតស្រាប់ដើម្បីធ្វើ structure របស់សភៅអរគុណសម្រាប់ការមើលវីដេអូនេះចាំជួបគ្នានៅក្នុងវីដេអូក្រោយទៀតកុំភ្លេច Channel YouTube គឺជាផ្ទះជួលដែលអ្នកទាំងអស់គ្នាអាចធ្វើបានដោយមិនចាំបាច់មានលុយធ្វើផ្ទះជួល